ពងត្រីក្រហមធ្វើជាមួយនឹងជីជូនបងស្ទឹងបាទជាមួយនឹងខ្ចីយើងចូលតែម្ដងតោះមកយើងលីងខ្ចីនេះឡើងបន្ទាប់មកខ្ញុំចាក់ជាមួយនឹងជីចូលហើយកូរแบบនេះខ្ទឹមយើងទឹកខ្ទឹមណាឆ្អិនហើយត្រីរបស់យើងនេះជៀនជូនងាយស្រួលតែការធ្វើយូរបន្តិចដោយសារនៅបំពង់ត្រីនេះអ្នកគ្រឿងចូលមានដូចជាប៊ីចេង